Chăm rệp xô ông bố mình ngày này ban hà trai đặt môi của mình ôn này trai môi kẹp môi cái đam môi của ôn như thật đặt thà cho bạch méo ngày này những ban hộp bị sạch tới thay của mình ônแต่มันនឹងយើងបានត្រីនឹងគេផ្ដាំទៅច្បាច់មិលយើងត្រូវយកវាមកដិតសិនណាពុកម៉ែបងប្អូនខ្ញុំអត់បានអាំងមិនអីទេពុកម៉ែបងប្អូនដោយសារយើងមានភ្លើងរងើកភ្លើងដែលយើងដិតសម្រាមដិតអីមុខផ្ទះបាល់ភ្លើងនឹងគឺភ្លើងនៃប្តីខ្ញុំក៏ដិតសម្រាមពេលព្រឹកនេះពុកម៉ែបងប្អូនក៏ខ្ញុំក៏ថ្ងៃហើយក៏អត់បានធ្វើអីហូបទេដោយសារយើងហូបពេលព្រឹកយើងហូបកណោអាំងណាដល់ថ្ងៃឡើងយើងអត់មានអីហូបក៏មានត្រីមួយកែបមួយក្តាមមួយហ្នឹងដែលប្តីខ្ញុំគាត់ជីកបានហើយក៏ខ្ញុំក៏យកមកដាក់ដិតពុកម៉ែបងប្អូនខ្ញុំខ្ជិលដាក់ចកាអាំងក៏យើងក៏ចាប់ដើមឲ្យពុកម៉ែបងប្អូនហើយដាក់ដិតវានឹងភ្លើងទៅពុកម៉ែបងប្អូននិយាយពីថាត្រីយើងក៏ចិត្តឆ្អិនហើយពុកម៉ែបងប្អូនត្រីផ្ទាក់មួយក្តាមមួយកែបមួយរួចមកពេលទៀតពុកម៉ែបងប្អូនអើយដោយសាររាល់ថ្ងៃនេះពេលកំពុងសង្គ្រាមមិនចេះមិនដឹងទៅទ្រអីធ្វើអីទេពុកម៉ែបងប្អូនហើយក៏នៅជប់ជុំគ្រួសាររាល់ថ្ងៃអត់មានតណាតណីរួចទេពុកម៉ែបងប្អូនដោយសារយើងខ្លាចណាក៏ដល់ពេលនេះក៏ប្តីក៏រអីហូបបាយតាមជុំវិញផ្ទះនេះពុកម៉ែបងប្អូនមិនហ៊ានតណាឆ្ងាយទេព្រោះហើយក៏អត់បានរលុយរអីទេប្រហែលថ្ងៃប្រហែលចិត្តកន្លះខែហើយពុកម៉ែបងប្អូនបានចេញទៅរលុយរអីទេហើយយើងក៏អត់បានទិញម្ហូបអីដែរពុកម៉ែបងប្អូនដោយសារយើងអត់មានលុយហើយក៏យើងក៏រកម្ហូបតាមស្រុកស្រែយើងនេះពុកម៉ែបងប្អូនដោយសារគេមានភាសសឹកភាអីចេញទៅខាងភូមិស្រុកខ្ញុំគាត់អត់បានជំលិះអីចេញតាណាទេពុកម៉ែបងប្អូនហើយយើងនៅចាំតែស្ដាប់ស្ភាពការនៅតាមផ្ទះនេះពុកម៉ែបងប្អូនដោយសារខាងភូមិឃុំយើងគាត់ក៏នៅរៀងដែរឆ្ងាយដែរណាពុកម៉ែបងប្អូនយើងក៏ចាំទទួលភាសសឹកដែរមិនមែនថារត់គេចទេដល់ពេលនេះគាត់បានទៅរស់ស៊ីឈ្នួលជួលប៉ិតអីគេទេពុកម៉ែបងប្អូននៅទីផ្ទះទាំងប្តីទាំងប្រពន្ធទាំងកូនម្ដងកូនក៏មិនសូវបានទៅរៀនអីទេដោយសារសាលាយើងអត់ហ៊ានរៀនផងរៀនម្ដងម្កាលណាពុកម៉ែបងប្អូនថ្ងៃណាដែលផ្ទុះខ្លាំងក៏មិនហ៊ានទៅរៀនទេថ្ងៃណាដែលមិនលឺក៏បានទៅរៀនទៅពុកម៉ែបងប្អូននិយាយពីថាម្ហូបយើងថ្ងៃនេះគឺមានមិលយើងនៅស្រេចណាពុកម៉ែបងប្អូនក៏ស្រួលពុកម៉ែបងប្អូនមានមិលនិងកន្លស្រេចអញ្ចឹងយើងបានត្រីសាច់អីទៅច្បាល់ចូលគ្នាទៅពុកម៉ែបងប្អូនក៏និយាយពីថាឆ្ងាញ់យកតាណាអស់ទេពុកម៉ែបងប្អូននិយាយពីថាខ្លុំអើយខ្លុំថ្ងៃនេះដោយសារយើងលាបលេណាពុកម៉ែបងប្អូនលាបលេ NNP ដោយសារគេថាលាបលេនឹងបសរស្លេកនឹងបាន$2000ណាពុកម៉ែបងប្អូនមែនតែខ្ញុំលាបលេដើម្បីឲ្យសដើម្បីបានលុយ$2000ទៅពុកម៉ែបងប្អូនយើងកុំឲ្យខាតយើងលាបលេហើយយើងយកលេណាដែលចំណេញមកយើងវិញណាពុកម៉ែបងប្អូនយើងកុំលាបអាលេដែលអត់មានផលចំណេញមកយើងណាតែយើងបានទាំងសហើយបានទាំងលុយទៀតពុកម៉ែបងប្អូនបោះហើយក៏យើងធ្វើតាមគម្រោងរបស់ខាងក្រុមហ៊ុនគេទៅពុកម៉ែបងប្អូនអ្នកម្នាក់ទាំងអស់គ្នាយើងលាបលេយើងលាបឲ្យចំណេញទាំងអស់គ្នាណាពុកម៉ែបងប្អូនខ្ញុំក៏សង្ឃឹមថាក្តីសម័យខ្ញុំនឹងคล้ายទៅជាការពិតនៅថ្ងៃអនាគតពុកម៉ែបងប្អូនស៊ូៗទាំងអស់គ្នា